ជំរាបសួរស៊ីធោម៉ែនេះខ្ញុំម៉ែបងថខ្ញុំបងមកគាត់បងឈ្មោះគុនធាតដែលធ្លាប់ទៅធ្វើបន់សពឪពុកបងកសលលើកមុនណាអូនឯងចាំបងបានទេអូខ្ញុំចាំបានទេបងអូយចុះហេតុអីក៏បានជាបងឯងស្គាល់លេខទូរស័ព្ទរបស់បងស្រីខ្ញុំចឹងគឺបងកសលប្រាប់អូនណាអូនឯងជួយប្រាប់ស៊ីធោផងកុំឲ្យគេតាក់ទងនឹងបងកសលទៀតហេតុអីខ្ញុំនឹងបងកសលណាទោះបីជាមិនទាន់រៀបការមួយគ្នាមែនប៉ុន្តែពួកយើងទាំងពីរជាប្តីប្រពន្ធនឹងគ្នាហើយពួកខ្ញុំកំពុងតែប្រឹងរកលុយដើម្បីឲ្យជីវភាពក្របើជាងនេះហើយពួកខ្ញុំនឹងរៀបការជាមួយនឹងគ្នាស្របច្បាប់ចុះហើយបានជាបងកសលក៏មិនដែរនិយាយប្រាប់ខ្ញុំពីរឿងហ្នឹងសោះចឹងខ្ញុំក៏មិនដឹងដែរមិនដឹងថាបងកសលចង់លាក់គេឯងដល់ណាទៀតទេតែបើខ្ញុំយល់ណាប្រហែលជាគាត់ខ្លាចស៊ីធោទប់ចិត្តមិនបានពេលដែលគាត់នឹងប្រាប់ការពិតថ្ងៃហ្នឹងថាមិនតែគេទេមកអត់ណែគេទេមកគឺបងកន្ធាហើយបងកសលគឺជាអ្នកឲ្យលេខយកទៅគាត់គេទេមកធ្វើកន្ធាគេតែមកធ្វើអីសរឹមគឺក៏តែមកប្រាប់ខ្ញុំថាឈប់ឲ្យបងឯងខ្ញុំតាក់ទងជាមួយបងកសលទៀតហើយពួកគេបាក់អាំងថាគេនឹងជាប្រពន្ធរបស់បងកសលពេញមាត់ទៀតពួកគេនៅតែថ្ងៃរៀបការជាមួយគ្នាឯងហេតុអីបានជាបងកសលធ្វើបែបនេះដាក់បងអញ្ចឹងហ៎គិតទៅមនុស្សយើងមកតែពីសបកក្រៅពិតជាមិនដឹងមែនតែខាងក្រៅធ្វើជាសុភាពបរោះប៉ុន្តែខាងក្នុងវិញណាដូចជាផ្លែល្វាសម្រាប់ថ្ងៃដំបូងនេះមុននឹងយើងចាប់ផ្ដើមរៀនពីជំនាញនៃកសិកម្មខ្ញុំចង់ចែករំលែកនៅបទពិសោធន៍ខ្លះក៏ដូចជាធ្វើការពិភាក្សាទៅលើដីធ្លីមួយចំនួនអញ្ចឹងទេខ្ញុំចង់ជំរាបសួរទៅកាន់មីងក៏ដូចជាបងប្អូនបន្តិចបន្តួចចាសួររឿងអីក្មួយពួកយើងទាំងអស់គ្នាសុទ្ធសឹងតែជាកសិករមែនទេចាត្រូវហើយក្មួយគ្នានឹងក្មួយអើយយើងគឺជាកសិករដែលប្រកបនៅរបរកសិកម្មគឺយើងពឹងផ្អែកទៅលើដីធ្លីនិងទឹកត្រូវហើយបើយើងគ្មានដីទេយើងមិនអាចទៅធ្វើស្រែចម្ការឬក៏ដាំដំណាំផ្សេងសម្រាប់ប្រលុយចិញ្ចឹមកាពះដែរមិនថាអញ្ចឹងណាចាត្រូវហើយដូចជាគេនៅភ្នំពេញឬក៏តាមទីរួមខេត្តអីបើគេគ្មានដីសម្រាប់ធ្វើស្រែចម្ការនោះក៏បានព្រោះគេមានជំនាញរកលុយផ្សេងពីពួកយើងថងដឹងហើយបានជាខ្ញុំមិនហ៊ានលក់ដីស្រែព្រោះថាបើលក់ទៅខ្លាចដីក៏អស់របរក៏គ្មានព្រោះពួកយើងគ្មានជំនាញអីក្រៅពីរបរកសិកម្មនេះទេហើយគិតទៅខ្ញុំស្ដាយដីស្រែខ្ញុំមិនតាន់បាត់ផងនេះខ្ញុំមិនគួរណាគិតខ្លីកាត់ដីស្រែសងបំណុលគេសោះតែគិតទៅនេះក៏ជាបទពិសោធន៍សម្រាប់ជីវិតខ្ញុំដែរតែបងប្អូនចាំទុកអត់ស៊ីក៏ដោយមានស៊ីក៏ដោយកុំនាំគ្នាលក់ដីស្រែចម្ការដូចខ្ញុំនេះសោះបញ្ហារបស់មីងគឺជាមេរៀនមួយសម្រាប់ពួកយើងទាំងអស់គ្នាពួកយើងរស់នៅក្នុងភូមិពួកយើងត្រូវតែនាំគ្នាថែរក្សាដីស្រែចម្ការដែលជាគេដំណើរពីដូនតានោះឲ្យបានគង់វង្សដើម្បីទុកប្រកបរបរកសិកម្មនេះតកូនតចៅទៅថ្ងៃមុខទៀតត្រូវហើយក្មួយហើយទន្ទឹមនឹងនោះបន្ទាប់ពីយើងមានដីហើយយើងកុំទុកដីឲ្យទំនេរចោលដុះស្មៅឥតប្រយោជន៍យើងត្រូវចេះកែច្នៃវាយើងដាំនេះដាំនោះទៅល្អជាងក្រៅពីសង់រោងចិញ្ចឹមជ្រូកហើយសល់ដីទំនេរខ្ញុំជិះដាំបន្លែសម្រាប់លក់សំបីតែដីមកអំពើក្រួយទេក៏ខ្ញុំមិនទុកឲ្យទំនេរចោលដែរខ្ញុំសុខចិត្តដាំត្រាវដាំតកួនទុកសម្រាប់កាត់ឲ្យជ្រូកស៊ីត្រូវហើយកាលពីដំបូងដោយសារតែមានគ្រោះធម្មជាតិពួកយើងទាំងអស់គ្នានេះប្រកបរបរកសិកម្មហ្នឹងមិនសូវបានផលល្អប្រហែលទេ
ខ្ញុំនឹងពុកវាក៏មានកំណត់ចង់ឲ្យកូននឹងទៅរករបរឆ្ងាយពីផ្ទះសម្បែងតែដល់តែបានស្ដាប់ព័ត៌មានទៅឮថាគ្រោះថ្នាក់ចេះមួយចុះពីរខ្ញុំនឹងពុកវានឹងក៏ផ្អាកវិញដោយពាក្យចាស់លោកពោលថាជួញចិត្តប្រសើរជាងជួញឆ្ងាយ ចាទៅឯមីង ឥឡូវម្ដាយកសលឯងបានមកកើតបណ្ដាញស្ត្រីហើយក្មួយកសលឯងក៏បានជួយបង្រៀនពួកមីងនេះឲ្យយល់ដឹងអំពីរបៀបធ្វើកសិកម្មនេះទៀតអញ្ចឹងមីងសម្រេចថានាំកូនចៅរករបរណាដែលនៅផ្ទះខ្លួនឯងវិញហើយល្អជាងមែនទេពួកយើងចា មែនហើយរបរកសិកម្មក៏អាចធ្វើឲ្យគ្រួសាររបស់ពួកយើងបានល្អប្រសើរបានដែរ ចាក្មួយ ឲ្យតែពួកយើងនេះមានការតាំងចិត្តនិងខំប្រឹងធ្វើវា បុកខ្ញីនឹងខ្ទឹមសត្រាំទឹកធ្វើថ្នាំដាក់ចំណីឲ្យមន់ទៅស៊ីហ្នឹង ហើយគ្រឿងផ្សំវាមានអីខ្លះបង អូយើងយកមើមខ្ញីកន្លះគីឡូហើយខ្ទឹមសកន្លះគីឡូបុកចូលគ្នាឲ្យម៉ត់រួចហើយយើងយកមកត្រាំទឹកចំណុះកន្លះលីត្រជាមួយនឹងស្ករស3ខាំទុកប្រហែលរយៈពេល15ថ្ងៃរហូតដល់ថ្នាំកាត់ល្អហើយយើងយកអាទឹកថ្នាំហ្នឹងយកមកលាយជាមួយចំណីមន់ឲ្យវាស៊ីមន់ស៊ីហើយវាមិនងាយឈឺទេ អញ្ចឹងមែនណាបង ហើយរួចសិភីឯងទៅណាមកណាដែរ អូខ្ញុំទៅផ្ទះបងកសលហ្នឹងណាព្រោះពុកប្រាប់ខ្ញុំថាម៉ែគាត់ទៅរៀនជាមួយបងកសលរួមជាមួយនឹងអ្នកភូមិទាំងអស់ហើយរួចចុះបងអត់មានទៅរៀនជាមួយគេ អត់មានណាគេទៅផងហ្នឹង ឥឡូវខ្ញុំលាបងទៅវិញសិនណា អូនទៅណាមកថ្ងៃណាដាក់ប្រាំទឹកឲ្យមកផឹកមែន ว่าอะไรอันนั้นវាថ្នាំត្រជាក់ណាពូពេទ្យគេប្រាប់ថាយើងយកទៅត្រាំទឹកដាក់ឲ្យមន់ផឹកវាកាត់បន្ថយជំងឺខ្លះដែរណាគ្រូ អញ្ចឹងអត់អីអ៊ំខ្ញុំជំរាបលាព្រោះអីខ្ញុំប្រញាប់ទៅរៀនជាមួយបងកសលផង ទៅមួយណា ចាអ៊ំ ពីធោគឺអត់ទៅរៀនជាមួយកសលគេទេនឹងអី អត់ផងអ៊ំ ឥឡូវគិតមិនហើយ រឿងអីគេអ៊ំ រឿងនៃអ៊ំសួរមួយឯងថ្ងៃមុនហ្នឹងដែលឡងគេថាចង់នាំចាស់ទុំចូលមកស្ដីតដឹងធោឯងហ្នឹងណា អូរឿងហ្នឹងឯងខ្ញុំអត់ក៏បានគិតទេអ៊ំព្រោះខ្ញុំកំពុងតែស្ដាយមេមន់ដែលងាប់ច្រើនសឹងអីហ្នឹង អាស្ដាយនោះវាស្ដាយណាស់ទៅហើយប៉ុន្តែឈប់គិតទៅព្រោះយើងមានបទពិសោធន៍ចិញ្ចឹមមាន់បន្ថែមទៀតទៅហើយសង្ឃឹមថាលើកនេះមាន់អត់មានឈឺដូចមុនទៀតទេព្រោះយើងបានចាក់វ៉ាក់សាំងឲ្យវាបានផ្ដល់ថ្នាំការពារជំងឺផ្សេងហើយបានឲ្យទឹកថ្នាំវាផឹករាល់ថ្ងៃទៀតផង ខ្ញុំមកក៏គិតអញ្ចឹងដែរអ៊ំ គិតឲ្យវាច្បាស់ទៅណាព្រោះសាគេចិត្តបានយើងដែរហើយអ៊ំកក់ក្ដៅទេបើសិនជាធោឯងបានទៅឡុងមែនហ្នឹងណា អ
ជាង1ឆ្នាំសោះគុនធាថ្លៃច្រើនណាស់ បងមានន័យថាខ្ញុំមកកក់ជាងមុនហ៎ អត់ទេគឺស្អាតជាងមុនខ្ញុំបានយករូបថតគុនធាឲ្យម៉ាក់ប៉ាខ្ញុំមើលហើយគឺគាត់ពេញចិត្តខ្លាំងណាស់ បងមានបានប្រាប់ពួកគាត់ពីជីវភាពរបស់ខ្ញុំអត់ ខ្ញុំបានប្រាប់អស់ហើយគ្រួសាររបស់ខ្ញុំស្រឡាញ់ទឹកចិត្តនិងអត្តចរិតជាងទ្រព្យសម្បត្តិទៅទៀតខ្ញុំមកស្រុកខ្មែរលើកនេះគឺមានបំណងចង់មកសួរគុនធាម្ដងទៀតតើគុនធាគិតយ៉ាងណា ខ្ញុំអត់ទាន់គិតទេ ហេតុអីគុនធាមិនទុកចិត្តខ្ញុំមែនទេ អូមិនអញ្ចឹងទេគឺមកពីខ្ញុំ មុតហ៎ បាទបង មិនក៏អត់ឃើញសរឹមនឹងស៊ីធោទៅរៀនអញ្ចឹង វាយដឹងទេថាស្រឹមស៊ីធោគេខំមួយថ្ងៃ គេខឹងបងរឿងអី ខ្ញុំចង់សួរបងប្រហែលដងហើយប៉ុន្តែខ្ញុំឃើញបងរវល់ពីរឿងរៀបចំបរិញ្ញាគេណាដូច្នេះខ្ញុំក៏ខ្ជិលសួរទៅសរឹមបានប្រាប់ខ្ញុំថាគុនធាគេទេមក គុនធាហ្នឹងទេទៅសរឹមហ៎ហើយទេទៅនិយាយរឿងអី គេប្រាប់សរឹមថាកុំឲ្យស៊ីធោនោះតាក់ទងបងកសលឯងទៀតហើយគេបានអះអាងថាគេនឹងជាប្រពន្ធរបស់បងឯងនៅតែថ្ងៃរៀបការជាមួយគ្នាបងកសលហើយរឿងវាយ៉ាងម៉េចនេះ វាគឺជាកំហុសអចេតនារបស់បងហើយណែចន្ទធូជួយគិតគ្នាតិចមក រឿងអីគេ គឺបងវិធានណាគាត់មកលើកនេះគាត់សុំគ្នារៀបការហើយថាធានាគ្នាទៅនៅក្រៅប្រទេសទៀតណែជួយគិតគ្នាតិចមើលគ្នាគួរទៅឬក៏មិនគួរទៅណោះ ចុះហើយជាមួយបងកសលហ៎ គ្នាស្រឡាញ់គាត់តែគាត់អត់ស្រឡាញ់គ្នាផងហ្នឹង ហើយក៏ព្រមរៀបការជាមួយឯងតាយ តាមពិតណាគ្នាប្រឆាតឲ្យគាត់ហ្នឹងរៀបការមួយគ្នាហ្នឹង ប្រឆាតមិនយើ តាមពិតបងកសលណាអត់មានជ្រុលជ្រួអីមួយគ្នាទេថ្ងៃគាត់ស្វឹងណាគ្នាបានដោះអាវគាត់ហើយកេងអោបគាត់ដឹងខ្លួនឡើងគ្នាយកលេសឲ្យគាត់ទទួលខុសត្រូវលើខ្លួនគ្នាទៅ ហើយកន្ធាហេតុអីក៏ឯងធ្វើអញ្ចឹងដាក់គាត់បើសិនជាគាត់ដឹងណាក៏ស្អប់ឯងងាប់ហើយ មកពីគ្នាស្រឡាញ់គាត់ពេក បើតាមយោបល់គ្នាគួរតែស្រឡាញ់មនុស្សដែលគេស្រឡាញ់យើងខ្ញុំមើលទៅលោកវិធីហ្នឹងគាត់ស្រឡាញ់ឯងខ្លាំងណាស់ពួកអីគាត់មកស្រុកខ្មែរពីរដងហើយដោយសារតែឯងណា គ្នាគិតអញ្ចឹងដែរ ហើយបើសិនជាគាត់រៀបការជាមួយឯងគាត់នៅលាវធានាថាឯងបានចេញទៅក្រៅប្រទេសយ៉ាងស្របច្បាប់យើងត្រូវទៅដើម្បីអនាគតរបស់យើង ហើយគាត់បានសន្យាថានឹងនាំម្ដាយឪពុកគាត់ហើយនឹងចាស់ទុំមើលគ្នាទៀតផង ល្អអញ្ចឹងពួកអីយើងអាចទុកចិត្តបាន ណែហើយតែគ្នាមិនទាន់ចិត្តដាច់ឆ្លាស់ពីបងកសលសោះ ក
ណាខ្ញុំខំជឿខំពាក់ក្តីភាពចំពោះបងថាខ្ញុំដណ្ដើមសង្សាររបស់គេឯណាទៅពាក្យដែលបងធ្លាប់ស្វាស្មាជាមួយខ្ញុំថាបងស្រឡាញ់តែខ្ញុំនោះហើយបំណងប្រាថ្នារបស់បងតែចង់បានគ្រួសារមួយដែលមានសុភមង្គលស្នេហ៍ស្មោះដូចមុនទៀតទេមែនទេហ៎ ពីធោអូនសុំទោសបងគ្មានចេតនាអូនឈឺចាប់បែបនេះទេ អូណាបកាឈូកអើយឈូកដងអើយក្នុងបឹងអូណាបកាឈូកអើយឈូកដងអើយក្នុងបឹង មាន់នេះណាគឺខ្ញុំនឹងឡងឲ្យអ្នកលុកគេរើឲ្យហើយឲ្យគេធានាឲ្យទៀតផង ខ្លាចចិត្តអ្នកណាស់នេះទិញមន់មីល្អល្អយកមកឲ្យហើយឲ្យលុយទៅវិញមិនយកទៀត តែខ្លាចចិត្តអីបងចាត់ទុកថាជារបស់អនុស្សាវរីយ៍ខ្ញុំនឹងឡងជូនបងចាស់ អរគុណណាស់អញ្ចឹង ហើយមន់ទាំងអស់នេះអ៊ំពេលសัตว์ប្រាមថាឲ្យអ៊ំក្រុងវាឲ្យឆ្ងាយពីមន់ចាស់ចាប់ពី7ថ្ងៃរហូតដល់14ថ្ងៃសិន អូបាទ ចាំបញ្ចូលវាទៅក្នុងទ្រុងជាមួយមន់ចាស់ បាទបាទ ហ្នឹងហើយដើម្បីតាមដានមើលវាក្រែងលោមានជំងឺហើយមុនពេលដែលបញ្ជូនវាចូលទៅក្នុងទ្រុងជាមួយនឹងមាន់ចាស់ណាយើងក៏ត្រូវចាក់វ៉ាក់សាំងការពារជំងឺអាសន្នរោគឲ្យវាសិនដែរ បាទ ហើយអ៊ំកុំភ្លេចពេលដែលមន់ភ្ញាស់កូនអ៊ំត្រូវផ្ដល់វ៉ាក់សាំងដល់កូនមន់ដើម្បីការពារជំងឺដង្កោកាច់ អូបាទ អាហ្នឹងលើកទី1លើកទី2ពេលដែលមាន់នេះបានអាយុ10ថ្ងៃយើងត្រូវចាក់វ៉ាក់សាំងម្ដងទៀត បាទ ដើម្បីការពារជំងឺអត់ហើយពេលដែលមាន់នេះបានអាយុ1ខែកន្លះយើងត្រូវចាក់វ៉ាក់សាំងជាលើកទី3ដើម្បីការពារជំងឺអាសន្នរោគ អូពេទ្យចាក់ឲ្យសភៅខ្ញុំមកមើលហើយខ្ញុំឃើញវាទៅសេអញ្ចឹងដែរហ្នឹង ចា អញ្ចឹងខ្ញុំអនុវត្តតាមនឹងដែរ ចាបងត្រូវហើយ អូក្មួយមកវិសា ចាស៊ីធោអី ជីធោមានរឿងអីមកស្លក់ម៉ែ ខ្ញុំអត់មានការអី ប៉ុន្តែមួយថ្ងៃហ្នឹងណាខ្ញុំឃើញជីធោស្ងប់ស្ងាត់រហូតអត់សប្បាយចិត្តរឿងអីមែនទេ មើលពិនិត្យមើលឯកសារម្ដងទៀតមើលកូនគ្រប់ចំនួននៅ អូមានគ្រប់អស់តាម៉ែគឺយើងមានប្លង់ដីស្រែនិងកម្រងសកម្មភាពរបស់ពួកយើងហើយយើងមានលិខិតដឹងឮពីប្រធានភូមិនិងសាកសីហើយនឹងលិខិតស្នើសុំដែរម៉ែ បើគ្រប់ហើយដាក់ចូលសម្លីទៅចាំហូបបាយហើយចាំយើងទៅណា បាទម៉ែអាឡូកន្ធាអូគឺបងកំពុងតែរៀបចំឯកសារស្នើសុំទៅស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីខ្ចីប្រាក់គេយកមិនចាំត្រីនេះអូហើយមានរឿងអីនិយាយតាមទូរស័ព្ទក៏បានដែរអាឡូអាឡូ អ
ngày cũng phô một sport trong bạch mà bong mình ca ấy bà cắt chất ba nè cắt chất kha bong bà sân cho mọi người tập của bạn chất tròn trong bạch chắc khai chỉ chơi bong chỉ yếm cắt chất đau bên tai nhom có khơi bằng lông xài bằng anh khăng nóได้mấy cái rồi bằng lông tam po các bong ơi nhom yol ca đẹp ca chỉ bằng mình nói đại dương mất lạnh cứ bắt chơi vào bạn thôi chất man bên tai bà sân chỉ yol không vào đó chất lạnh chỉ bằng mình nói đại cái lạnh dương vậy có phải lo mà giờ này ta bỏ là cầm smoke chán bẹt tông con nắng này hay là tập lạc án tập xa khai chỉ mới nhom hay tập xa khai thời cứ tập đam mua cái lái cái lụa lái nướng tam hàng ở hai nắng ấy cái lọ tẹo to môi ban cho lái nướng món tẹo lụa bà sân chỉ nấp tên trăng bẹt á nón thôi bằng ai smoke thai màyในយាយរួមបើប្រជាជនយើងវាបំណងចងការប្រាក់ដើម្បីធ្វើទុនរកស៊ីគឺមកទទួលសេវានៅស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលស្គាល់ដោយធនាគារជាតិម៉ែថាពិតជាល្អព្រោះថាការប្រាក់ក៏វាសមរម្យទៀតផងមែនទេម៉ែបើសិនជាយើងតែខ្ចីប្រាក់ពីកន្លែងឈ្មួញថ្លៃការប្រាក់គេនោះគឺខ្ពស់ណាស់គិតទៅគេបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុនេះឡើងគឺអាចជួយសម្រាលដល់ជីវភាពប្រជាជនយើងបានមួយកម្រិតដែរតែមែនទេម៉ែអូដើម្បីជួយសម្រាលដល់ប្រជាជនយើងនឹងឲ្យគាត់បានពង្រីកមុខរបរបន្ថែមបើទោះជាគាត់គ្មានដើមទុនគ្រប់គ្រាន់ក៏គាត់អាចមកខ្ចីលុយនៅកន្លែងនេះបានដែរឲ្យតែគាត់មានប្លង់ដីនិងប្លង់ផ្ទះដាក់ហើយសំខាន់ណាស់ត្រូវឲ្យប្រធានភូមិជាអ្នកដឹងឮផងត្រូវហើយសំខាន់ណាស់ឲ្យតែយើងមានឆន្ទៈចេះរៀបចំគម្រោងមុខរបរឲ្យបានច្បាស់លាស់មែនទេម៉ែអេកសលម៉ែដូចចង់ចូលផ្សារខេត្តបន្តិចដល់ហើយនេះបាទម៉ែទៅតាលេងការភ្លេងកម្មចិញ្ច្រាំខ្ទេចខ្ទាំចិត្តខ្ញុំទ្រូងអើយក្តៅងំឈឺចាប់រឹតពើសាព្រោះតាហេរូបស្រីខ្ញុំស្នេហ៍ចូលរងការចោលអស់សន្យាដោយគ្រួសារបងខំស្រីធោសរឹមមកខែធ្វើអីមិនអត់ប្រាប់ខ្ញុំផងខ្ញុំពីអ្នកបង្កមកហ៎ដើម្បីតាក់តងមួយបន្លែលក់បន្លែនឹងមាន់ហ្នឹងណាអូចង់យកមកលក់ខ្លួនឯងហ្មងហ៎ចាល្អតាយកមកលក់ខ្លួនឯងណាបានតម្លៃខ្ពស់ជាងនិយាយចាំមកទៅមកពីណាបងអូយកអីវ៉ាន់ទៅឲ្យមកទៅលេងផ្ទះខ្ញុំសិនអីកុំអីព្រោះខ្ញុំត្រូវត្រឡប់ទៅផ្ទះវិញបងថោម៉ែនៅជួយមកឡងសិនណាខ្ញុំទៅហៅនំផ្លែដើម្បីរកតាក់តងបន្លែចាំបងទៅដែរណាអត់អីទេខ្ញុំទៅម្នាក់បានហើយបងឡងខ្ញុំញ៉ាំបងថោផងណាបងហ្នឹងហើយអត់អីទេសរឹមមកវិញឡើងហើយមិនចឹងចាំមកបានល្អអត់ចាំម
ម្មជាតិភូមិខ្ញុំគយគុណមិនណាយប្រជាទាំងឡាយរួមដោយសង្កដុំគ្មានជាតិគីមីផ្សែងពុលដោយក្រុងក្រអូបស្រូវទុំប្រហើអស់ក្លិនមហមក្រអូបស្រូវទុំប្រហើអស់ក្លិនមហមរាត្រីមកដល់ចង់ដាត់ខាន់ខ្ញុំដោយតន្ត្រីប្រគំបំពេមនុស្សម្នាឲ្យគេងលងលងកុំព្រួយវេលាព្រោះមានព្រះងារមន់រងាវដាស់ព្រោះមានព្រះងារមន់រងាវដាស់យុវវ័យយើងអើយដីសាមានហើយកុំបីកណ្ដោយយើងត្រូវតែកែច្នៃប្រកបមុខរបរកសិកម្មឲ្យប្រពៃប្រសើរជាងថ្លៃទៅធ្វើដំណើរចិត្តអត់មានទួញងាយជីវិតសบายខ្លួនចិត្តយើងស្គាល់អាកចាស់ឯងវិញអាកចាស់ឯងមិនផុតគេសមត្ថភាពធ្វើអ្វីឲ្យសមតាមសមត្ថភាពយើងអីចង់តាក់គេថាជួញចិត្តល្អជាងជួញឆ្ងាយជីវិតសប្បាយព្រោះចិត្តយើងស្ងប់កុំចង់លោភលន់ក្រែងអស់ពលទុកធ្វើអ្វីដែលសមតាមសមត្ថភាពយើងធ្វើអ្វីដែលសមតាមសមត្ថភាពយើង